ការពារជំនាញនៅទីនេះមិនឲ្យបាត់បង់ទេបាទអរគុណសូមអនុញ្ញាតបញ្ចប់ឲ្យជូនព្រះតលបុត្រាបន្តបាទខ្ញុំបាទមានរឿងចុងក្រោយខ្ញុំបាទនេះនៅក្នុងខេត្តសៀមរាបនិយាយពីសពរសធរគឺស្ថានភាពវីកតូរីយ៉ាខេត្តសៀមរាបលោកនឹងរៀបចំនាត្រីសមោសមួយដើម្បីរៃអង្គាសជាថវិកាយកទៅផ្គត់ផ្គង់មន្ទីរពេទ្យកុមារអង្គរតែលោកអ្នកស្គាល់ហើយគឺជាប់នឹងមន្ទីរពេទ្យគុណធឧបាដែរបាទជាមួយទៅគ្នានេះបាទលោកច័ន្ទសុភាអ្នកគ្រប់គ្រងទូទៅសន្តាគារវីកតូរីយ៉ាខេត្តសៀមរាបលោកបានថ្លែងថាដើម្បីជួយដល់កុមារសន្តាគារវីកតូរីយ៉ានឹងរៀបចំសមោលសមួយនៅថ្ងៃទី13ខែធ្នូខាងមុខនេះគឺដើម្បីរៃអង្គាសជាថវិកាយកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដើម្បីផ្គត់ផ្គង់លើសេវាព្យាបាលកុមារខណៈដែលបច្ចុប្បន្នគេសង្កេតឃើញថាមានកុមារកើតជំងឺមកពីតាមបណ្ដាខេត្តផ្សេងៗជាច្រើនបានសម្រុកមកកាន់ខេត្តសៀមរាបជាពិសេសគឺសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះហើយកុមារទាំងនោះគឺភាគច្រើនជាកូនប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទទេហើយលោកបានបញ្ជាក់ថាដោយសារតែមន្ទីរពេទ្យខាងលើនេះព្យាបាលជំងឺជូនកុមារដ៏ឥតគិតថ្លៃបានធ្វើឲ្យមន្ទីរពេទ្យជួបការខ្វះខាតនៅថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់លើសេវាព្យាបាលហើយក៏បានអំពាវនាវទៅដល់សប្បុរសជនទីជិតទីឆ្ងាយទាំងភ្ញៀវជាតិនិងអន្តរជាតិដែរហើយលោកក៏បានបន្ថែមថាក្តីរំពឹងចុងក្រោយនេះគឺមានតែសប្បុរសជនជាតិនិងអន្តរជាតិទេដែលជាច្រើនចូលរួមនៅក្នុងរាត្រីសមោសនោះលោកសង្ឃឹមជំនុំថាឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបានបន្តិចសម្រាប់ជួយទៅដល់កុមារកំព្រាក៏ដូចជាអ្នកដែលទីទាល់ក្រីក្រនៅតាមជនបទមកកាន់កន្លែងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះហើយអ្នកដែលចង់ចូលរួមគឺអាចទំនាក់ទំនងបាននៅសន្តាគារវីកតូរីយ៉ាស្រាប់តែមកដើម្បីជួយជាថវិកាដល់មន្ទីរពេទ្យខាងលើបាទបញ្ចប់ពីរឿងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំពិធីសមោលសរបស់សប្បុរសជនយើងចូលដល់រឿងមួយទៀតពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបំពន់